បាទបងប្អូនទាំងនេះនេះគឺជាសកម្មភាពជុំកម្រងហើយបងប្អូននឹងស្ដាប់ហើយថាការជុំកម្រងគឺដើម្បីឲ្យគូអ្នកគ្រូបានជួបគ្នាក្នុងរយៈពេលមួយខែបានម្ដងដើម្បីដោះដូរនៅបទពិសោធន៍បច្ចេកទេសផ្សេងៗក្នុងការបង្រៀនដូចថ្ងៃនេះទៀតសោតការជួបជុំថ្ងៃនេះគឺពិតជាមានអត្ថប្រយោជន៍មែនទែនដោយលោកទាំងកម្រងក៏បាននិយាយបាទអញ្ចឹងខ្ញុំបាទសូមឲ្យលោកប្រធានកម្រងគាត់ចែករំលែកបទពិសោធន៍តិចមុននឹងធ្វើការចូលប្រជុំកម្រងបាទសូមអរគុណយកគិតទេអញ្ចឹងឲ្យថារៀនអញ្ចឹងចុះយើងបានអីកាឥឡូវលទ្ធផលយើងក៏អត់មានយើងបានអីឆ្លងចាំសាឡាបោះបានលោកយកខែមុនទៅយកខែមុននេះឥឡូវចេះសាឡាបោះនេះប៉ុណ្ណាសាឡាបោះយកខែនេះមកខែសាឡាក្រៅនោះបើអត់ទាន់បានទេយកខែមុនមកហើយបាទប៉ុន្តែបើបានហើយបានរៀនមកសុំលើកថោទៅអ្នកដែលរៀនបន្ថែមមកមកសុំមើលមុខអីបាទពីរនាក់ណាបាទ3នាក់3សាលាបាទបងប្អូនស្គាល់ពីមិននេះគឺជាការឆ្លុះបញ្ចាំងលទ្ធផលតាមខែមួយដើម្បីប្រឌិតតាមដានថាតើលោកគ្រូគាត់ជួយសិស្សបានកម្រិតណាពីមួយខែទៅមួយខែហើយមិននេះគឺជាសកម្មភាពដែលលោកទាំងកម្រងគាត់សួរអំពីលោកគ្រូដែលគាត់ត្រូវជួយសិស្សបងនៅម៉ោងបន្ថែមបានដើម្បីឲ្យសិស្សនឹងគាត់មានបំណិនក៏ដូចជាមានចំណេះដឹងបន្ថែមមកជួយគាត់ឲ្យគាត់បានចេះអានឲ្យគាត់ជួយគាត់នឹងឲ្យគាត់ចេះសរសេរដោយសារតែសិស្សដែលគាត់ត្រូវជួយនៅម៉ោងបន្ថែមហ្នឹងគឺគាត់ខ្សោយផ្នែកកំណានខ្សោយផ្នែកគណិតវិទ្យាបាទអញ្ចឹងទៅគឺតម្រូវឲ្យមានគ្រូនោះជួយសម្របសម្រួលនៅម៉ោងផ្សេងក្រៅពីម៉ោងរត់បាទអរគុណបាទជាបន្តសូមជួបជាមួយនឹងលោកស្រីចរិយាដែលជាមន្ត្រីការិយាល័យគាត់ចូលរួមដើម្បីបើកកម្មវិធីបាទសូមអរគុណយើងណាតែគាត់បានជម្រាបលោកគ្រូអ្នកគ្រូឲ្យមានរបៀបវារៈ4ណាធំដើម្បីយើងធ្វើការវិភាសាគ្នានៅក្នុងវេលាព្រឹកនេះណាប្រហែលជាម៉ោងមកយើងមើលណាម៉ោង7ដល់ម៉ោង11កន្លះការសិក្សារបស់សិស្សបាទបន្ទាប់ពីការបើកកម្មវិធីរបស់លោកស្រីចរិយារួចហើយក៏លោកអ្នកគ្រូក៏ចាប់ផ្ដើមចូលដល់ការផលិតវិញ្ញាសាទៅតាមថ្នាក់នីមួយៗដែលវិញ្ញាសានេះគឺជាវិញ្ញាសាឈុំទី2ដែលនឹងត្រៀមប្រឡងនៅក្នុងខែសីហាខាងមុខនេះបាទលោកអ្នកគ្រូគឺដូចខ្ញុំបាននិយាយអញ្ចឹងថាការប្រជុំកម្រងពិតជាមានសារៈសំខាន់លោកអ្នកគ្រូឃើញពេលដែលគាត់អញ្ជើញមកដល់នេះគឺមានការពិភាក្សាមានការផលិតសម្ភារៈដូចថ្នាក់មត្តេយជាដើមគឺគាត់មានការផលិតជាសម្ភារៈសម្រាប់យកទៅបង្រៀនក៏ដូចជាការតុបតែងថ្នាក់រៀនជាដើមហើយសកម្មភាពបន្តនេះគឺជាសកម្មភាពដែលលោកគ្រូនោះគាត់បានផលិតវិញ្ញាសាទៅតាមថ្នាក់នីមួយៗយ៉ាងចិត្តផ្ចង់អញ្ចឹងមានន័យថាការប្រជុំកម្រងគឺមានសារៈសំខាន់មែនទែនបើសិនជាលោកគ្រូណាដែលខានក្នុងការប្រជុំកម្រងគឺស្មើនឹងយើងនឹងគឺអត់ដឹងរឿងអីទាំងអស់ក្នុងខែហ្នឹងបាទអរគុណអញ្ចឹងខ្ញុំបាទក៏សូមឲ្យលោកគ្រូទាំងអស់គ្នាក៏ដូចជាបងប្អូនដែលទស្សនាវីដេអូនេះមើលសកម្មភាពលោកគ្រូដែលគាត់ផលិតវិញ្ញាសាបាទដូចតាមការជាស្ដែងការផលិតវិញ្ញាសាដើម្បីឲ្យបានស្តង់ដារគឺតើតើយើងនឹងមានការវិភាគបានល្អិតល្អន់ស៊ីជម្រៅទៅលើមេរៀនដែលយើងរៀនដល់សមាណាតើការដាក់សំណួររបស់យើងនឹងដាក់តាមកម្រិតពីកម្រិតទាបទៅមធ្យមហើយទៅកម្រិតខ្ពស់បាទលោកគ្រូបន្ទាប់ពីធ្វើការផលិតវិញ្ញាសាហើយក៏មានការចែករំលែកជាបទពិសោធន៍ក៏ដូចជាការឆ្លុះបញ្ចាំងអំពីលទ្ធផលតាមខែនីមួយៗបាទជាពិសេសគឺឆ្លុះបញ្ចាំងទៅលើខែកក្កដាតែម្ដងបាទអរគុណចឹងសូមឲ្យលោកទាំងកម្រងគាត់ចែករំលែកបន្តទៀតអរគុណបាទបងប្អូនដោយសារតែវីដេអូដែលខ្ញុំបានឲ្យទាំងកម្រងគាត់និយាយមានការរអួលស្ដាប់សំឡេងគាត់សើបានអញ្ចឹងខ្ញុំបាទសូមកាត់បញ្ចប់បន្ទាប់ពីការជិះរំលែករបស់លោកទាំងកម្រងហើយក៏លោកស្រីចរិយាគាត់
និយាយដើម្បីធ្វើការបិទកម្មវិធីនិងអរគុណថ្លែងអំណរគុណដល់លោកគ្រូដែលបានចូលរួមថ្ងៃ សូមជ្រ និង ក គោរ ក្រ ពជា ម ប ល ទ ប កម្មវិ ព្ ធី រា ទាំងអស់ បា អរគុណលោកគ្រូចាំទស្សនាវីដេអូក្រោយហើយលោកគ្រូ នៃព្រះរូបដី ជាពិសេស វង ដែល សាត្រាដែលសាប្រាសាទមកគ្រប់គ្រងដែនខ្មែរបុរាណកើតកាល